បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពនេះគឺវត្តអូជុំព្រឹក្សាទឹកល្អក់នៅស្រុកយីធីខេត្តហៅយ៉ាតវត្តនេះបានកសាងកាលពីឆ្នាំ1737នៅលើផ្ទៃដីប្រមាណ1ហិកតានេះជាខឿនដងតុងមានរូបនាគក្បាល7ឯនេះគឺជាព្រះវិហារជាធម្មតាព្រះវិហារដែលកសាងកាលពីសម័យដើមគឺមិនខ្ពស់ទេប៉ុន្តែតែងមានរូបកណ្ណរនិងគ្រុឌទ្រសម្យ៉ាតជានិច្ចឯនេះគឺជាកន្លែងទទួលទេវតាឆ្នាំថ្មីនេះជាពុទ្ធបដិមានៅក្នុងព្រះវិហារនៅតាមជញ្ជាំងព្រះវិហារតែងមានរូបគំនូរពុទ្ធប្រវត្តិនេះជាដើមពោធិ៍យ៉ាងធំនៅខាងមុខព្រះវិហារនៅតាមជញ្ជាំងខាងក្រៅឥតមានរូបគំនូរទេមានតែគំនូរពីរនៅពីមុខនិងនៅពីក្រោយព្រះវិហារប៉ុណ្ណោះនេះជាដើមរាំងភ្នំមានផ្លែយ៉ាងច្រើននេះជាកុដិចាស់មួយតែមានរូបរាងយ៉ាងស្អាតឯនេះជាឧបករណ៍ភ្លេងពិណពាទ្យនៅខាងក្នុងឧបដ្ឋានសាលាជាធម្មតាបណ្ដាវត្តខ្មែរទាំងអស់រមែងមានវង់ភ្លេងពិណពាទ្យនៅទីនេះយើងឃើញរូបព្រះពុទ្ធបដិមាយ៉ាងច្រើននៅខាងក្រៅឧបដ្ឋានសាលាមានកូនស្វាមួយនិងកូនកណ្ដុរមួយវត្តអូជុំព្រឹក្សាទឹកល្អក់សប្តាហ៍ថ្ងៃមានព្រះសង្ឃ5អង្គការបួសរៀននិងការកសាងវត្តគឺជាការខិតខំមួយយ៉ាងធំរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តព្រោះអីនៅទីនេះជាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅតិចតួចបំផុត